zombie មានពិតមែនប៉ុន្តែមិនមែនកើតលើមនុស្សនោះទេសូមស្គាល់ OPO Cordyceps ដែលជាប្រភេទសត្វម្យ៉ាងដែលអាចបំផ្លែងសត្វមានជីវិតឲ្យទៅជាសាកសពមានវិញ្ញាណវាឆ្លងទៅសត្វស្រមោចដោយស្ងប់ស្ងាត់បំផុតគ្មានការឈឺចាប់និងគ្មានសញ្ញាអ្វីទាំងអស់នៅពេលដែលវាចូលទៅដល់ក្នុងខ្លួនស្រមោចហើយវាមិនសម្លាប់ស្រមោចភ្លាមៗនោះទេប៉ុន្តែវាគ្រប់គ្រងសត្វនោះតែម្ដងសត្វនេះនឹងចូលទៅបញ្ជាប្រព័ន្ធប្រសាទរបស់ស្រមោចបង្ខំឲ្យវាឡើងទៅលើកន្លែងខ្ពស់ៗរួចខំជាប់ស្លឹកឈើហើយរងចាំនៅពេលនោះស្រមោចនៅមានជីវិតនៅឡើយប៉ុន្តែវាមិនអាចបញ្ជាខ្លួនឯងបានទៀតទេបន្ទាប់មកសត្វក៏ចាប់ផ្ដើមដុសចេញពីក្បាលរបស់ស្រមោចហើយបញ្ចេញលំអងដើម្បីទៅចម្លងសត្វដទៃទៀតវាគឺជា zombie តាមបែបវិទ្យាសាស្ត្រយ៉ាងល្អឥតខ្ចោះចំណុចដែលគួរឲ្យខ្លាចបំផុតនោះគឺមនុស្សយើងមាន DNA ដូចទៅនឹងពពួកសត្វរហូតដល់60%សត្វអាចរស់នៅក្នុងស្ថានភាពកម្ដៅខ្លាំងវិទ្យុសកម្មឬសូម្បីតែក្នុងលំហអាកាសបច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្ត្រកំពុងសង្កេតឃើញថាមានពពួកសត្វខ្លះចាប់ផ្ដើមបន្សាំខ្លួនទៅនឹងសីតុណ្ហភាពរាងកាយរបស់មនុស្សយើងហើយមានន័យថាអ្វីដែលរារាំងមិនឲ្យ zombie មនុស្សគឺគ្រាន់តែជារឿងវិវត្តប៉ុណ្ណោះ zombie មិនមែនជារឿងមិនអាចទៅរួចទេគឺគ្រាន់តែវាមិនទាន់មកដល់ហើយធម្មជាតិមិនដែលឈប់ធ្វើការពិសោធន៍នោះឡើយ